ជួនរឿងខ្មោចក្រោមដើមអំពិលជំរាបសួរអ្នកទាំងអស់គ្នារឿងរ៉ាវចម្លែកដែលខ្ញុំនឹងចែករំលែកនេះគឺជារឿងពិតមួយដែលបានកើតឡើងកាលពីជាង10ឆ្នាំមុននៅក្នុងទឹកដីខេត្តកំពង់ស្ពឺកាលឆ្នាំនោះមានរឿងដ៏ញាក់សាច់មួយបានកើតឡើងចំពោះខ្ញុំដែលហេតុការណ៍នឹងវារន្ធត់គួរសមទោះបីខ្ញុំជាមនុស្សចាស់នឹងធ្លាប់ជួបការលងបន្លាចកន្លងមកក៏ដោយគឺថាមានថ្ងៃមួយនោះមានប្អូនស្រីម្នាក់ដែលជាអ្នកភូមិជាប់ភូមិខ្ញុំហើយក៏ជាអាជីវករលក់ដូរបន្លែនៅឯផ្សារគាត់ក៏បានជិះម៉ូតូចូលមកផ្ទះខ្ញុំដើម្បីសុំទិញផ្លែអំពិលគឺគាត់សុំម៉ៅយកមួយដើមតែម្ដងដោយគាត់ហ៊ានឲ្យតម្លៃខ្ញុំដល់ទៅ 15,000 រៀលឯណោះ 15,000 កាលចំនួនហ្នឹងវាច្រើនគួរសមដែរអញ្ចឹងហើយបន្ទាប់ពីនិយាយត្រូវៗគ្នាប្អូនស្រីម្នាក់ហ្នឹងក៏ហុចលុយឲ្យខ្ញុំភ្លាមតែម្ដងប៉ុន្តែគាត់ថាគាត់មិនទាន់បេះនោះទេគាត់ចង់ទុកពី3ថ្ងៃទៀតសិនណាមួយរកគ្នាមកជួយបេះមិនទាន់បានហើយហេតុផលដែលគាត់ឲ្យលុយមុនក៏ដោយសារគាត់ខ្លាចខ្លួនគាត់នឹងច្រឡំចាយលុយនឹងអស់ព្រោះអីលុយនឹងខ្ចីគេទេខ្ញុំឯណេះក៏មិនបានប្រកែកអ្វីដែរបានគេយកលុយមកឲ្យមុនអញ្ចឹងក៏ល្អម្យ៉ាងស្រួលយកទៅប្រើការចាំបាច់រំលងពីនោះមកមិនដល់មួយអាទិត្យផងខ្ញុំស្រាប់តែទទួលដំណឹងថាប្អូនស្រីម្នាក់នឹងបានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់ទៅហើយកំឡុងពេលដែលគាត់នឹងធ្វើដំណើរទៅលក់នៅឯផ្សារខ្ញុំពិតជារន្ធត់ចិត្តខ្លាំងមែនទែនហើយក៏សឹងតែមិនជឿដែរពេលនេះខ្ញុំចាប់ផ្ដើមគិតទៅដល់លុយដែលគាត់បានឲ្យទាំងដែលមិនទាន់បានបេះអំពិលសំបីមួយគួរគឺគិតតែម្នាក់ឯងសិនថាគួរទុកវាធ្វើមិនដឹងមិនលឺឬមួយក៏ត្រូវយកទៅឲ្យគេវិញគិតចុះគិតឡើងគំនិតអាក្រក់មួយក៏បានផុសឡើងដោយវាជំរុញឲ្យខ្ញុំសម្រេចថាទុកលុយនឹងចាំមើលពេលកូនចៅគេមកទាចាំឲ្យគេវិញនិយាយទៅខ្ញុំបានរៀបចំលុយនឹងទុកនៅក្នុងប្រអប់មួយដែលឡែកស្រេចទៅហើយព្រោះខ្លាចច្រឡំប្រើប្រាស់ផ្ដេសផ្ដាស់ពីមួយថ្ងៃទៅមួយថ្ងៃដូចជាមិនឃើញមាននរណាគេមកសួររកលុយ 15,000 រៀលនឹងសោះវាធ្វើឲ្យចិត្តអាក្រក់ដែលកំពុងតែមាននៅក្នុងខ្លួនវារៀងសប្បាយអរតែចិត្តមួយទៀតចេះតែព្យាយាមប្រាប់ថាឲ្យយកលុយនឹងទៅសងគេទៅរំលងពីបុណ្យ7ថ្ងៃរបស់ប្អូនស្រីម្នាក់នឹងបានប្រហែលថ្ងៃដំណឹងប្លែកក៏បានលេចលឺមកដល់ភូមិខ្ញុំគឺគេថាខ្មោចប្អូនស្រីម្នាក់នឹងលងគេលងឯងសាហាវណាស់លងទាំងកន្លែងគាត់ជួបគ្រោះថ្នាក់លងទាំងនៅមុខផ្ទះខ្លួនឯងខ្ញុំឯណេះគ្រាន់តែឮគេនិយាយបែបហ្នឹងក៏ចាប់ផ្ដើមព្រឺសម្បុរមួយរំពេចអ្នកដែលនាំដំណឹងមកនិយាយប្រាប់គាត់បានរៀបរាប់ថាអ្នកដែលឧស្សាហ៍ក្រោកពីព្រឹកព្រលឹមទៅផ្សារគេតែងបានឃើញខ្មោចប្អូនស្រីម្នាក់ហ្នឹងឈរនៅមុខផ្ទះតោងទ្វាររបងមើលមកខាងក្រៅហើយសភាពរបស់គាត់គឺដូចទៅនឹងពេលដែលជួបគ្រោះថ្នាក់នោះអញ្ចឹងអ្នកខ្លះទៀតក៏ជួបហេតុការណ៍ស្រដៀងគ្នានឹងដែរគ្រាន់តែមិនមែនឃើញឈរនៅមុខផ្ទះទេគឺឃើញដើរតាមផ្លូវដោយមានយួរស្បោងធំពីរនៅនឹងដៃសងខាងលុះធ្វើដំណើរទៅជិតដល់ខ្មោចគាត់ក៏បានបែរមុខមកបង្ហាញឲ្យឃើញនៅសភាពដ៏គួរឲ្យខ្លាចដែលធ្វើឲ្យអ្នកដំណើរទាំងនោះភ័យជិះកិច្ចសឹងតែមិនទាន់ចំណែកនៅកន្លែងដែលគាត់ជួបគ្រោះថ្នាក់ហ្នឹងក៏មានអ្នកឧស្សាហ៍បានឃើញនឹងជួបហេតុការណ៍លងបន្លាចដែរតែភាគច្រើនគឺឲ្យឃើញត្រឹមជារូបភាពដេកស្ដោកនៅចិញ្ចើមផ្លូវដោយអ្នកខ្លះឃើញជារូបរាងមនុស្សអ្នកខ្លះឃើញត្រឹមក្រណាត់សគ្របពីលើសាកសពមិនខុសអីពីពេលជួបគ្រោះថ្នាក់ហើយត្រូវគេអូសសាកសពគាត់យកទៅដាក់នៅចិញ្ចើមផ្លូវនោះទេមានប្អូនប្រុសម្នាក់ដែលជាអ្នកភូមិរបស់ខ្ញុំគឺគាត់ធ្លាប់បានជួបហេតុការណ៍លងបន្លាចពីសំណាក់ខ្មោចប្អូនស្រីម្នាក់ហ្នឹងបណ្ដាលឲ្យឈឺស្ទើរតែជ្រុះសក់គឺគាត់នឹងជាអ្នកលក់បាយម្ហូបអញ្ចឹងហើយចាំបាច់ត្រូវក្រោកពីព្រឹកដើម្បីទៅរកទិញបន្លែតាមពិតទៅម៉ោង4 កន្លះអីហ្នឹងនៅតាមផ្លូវវាចាប់ផ្ដើមមានមនុស្សខ្លះហើយតែចៃដន្យព្រឹកនោះពេលគាត់ក្រោកទៅផ្សារនៅតាមផ្លូវបែរជាមានសភាពស្ងប់ស្ងាត់ប្លែកលុះពេលជិះទៅដល់កន្លែងដែលប្អូនស្រីម្នាក់នឹងជួបគ្រោះថ្នាក់ស្លាប់គាត់ស្រាប់តែបានឃើញមនុស្សស្រី 3-4 នាក់កំពុងតែឈរចោមរោមមើលអ្វីក៏មិនដឹងដែរដោយចង់ដឹងគាត់ក៏បានបន្ថយល្បឿនអែបម៉ូតូមើលនឹងគេប៉ុន្តែអ្វីដែលមិននឹកស្មានគឺពេលទៅឈប់ក្បែរក្រុមមនុស្សទាំងនោះ
ពួកគេក៏បានរលាយបាត់ភ្លាមនៅនឹងមុខលោកអ្នកស្ដាប់សាកស្រមៃមើលបើជាលោកអ្នកនៅវេលាចិត្តភ្លឺដ៏សែនងងឹតនិងស្ងាត់មានតែម្នាក់ឯងនៅសុកក៏ជួបរឿងបែបហ្នឹងតែអារម្មណ៍វាបែបណាវិញពេលនឹងប្អូនប្រុសម្នាក់នោះគាត់ស្លុតស្ទើរតែកាត់ខ្យល់និយាយទៅឡើងភាំងតែម្ដងចំណែកដៃនឹងខ្លួនវិញគឺឡើងសម្បុរគីង្គក់ដូចស្បែកគីង្គក់មែនទែនអញ្ចឹងពេលហ្នឹងគាត់បានសម្រេចចិត្តថានឹងមិនទៅផ្សារទេគឺជិះម៉ូតូបកត្រឡប់ទៅផ្ទះវិញជាមួយនឹងអារម្មណ៍ភ័យស្ទើរតែលុបព្រលឹងពេលមកដល់ផ្ទះគាត់ក៏ធ្លាក់ខ្លួនឈឺអស់រយៈពេល3-4ថ្ងៃហើយខ្ញុំនេះក៏បានទៅមើលសួរសុខទុក្ខផងដែរព្រោះអីត្រូវទៅទិញម្ហូបផងហើយពេលដែលបានឮរឿងចម្លែកពាក់ព័ន្ធជាមួយនឹងខ្មោចប្អូនស្រីម្នាក់នោះខ្ញុំនេះក៏ចាប់ផ្ដើមភ័យខ្លួនព្រោះនឹកគិតទៅដល់លុយរបស់គេដល់អញ្ចឹងខ្ញុំក៏សម្រេចថាពេលទំនេរពីការងារខ្ញុំនឹងយកលុយទៅឲ្យគ្រួសារប្អូនស្រីម្នាក់នឹងវិញជៀសវាងកើតមានរឿងចម្លែកមានឯណាពីល្ងាចគិតថានឹងរកថ្ងៃយកលុយទៅឲ្យគេយប់ឡើងខ្ញុំក៏បានជួបកាឡូបន្លាចតែម្ដងសូមបញ្ជាក់បន្តិចអំពីដើមអំពិលរបស់ខ្ញុំគឺវាមានទីតាំងនៅខាងក្រោយផ្ទះឯណោះគ្រាន់តែថាមើលពីខាងមុខទៅក៏ឃើញដែរប្រលប់នោះខណៈកំពុងអង្គុយហូបបាយពេលល្ងាចជុំគ្នាខ្ញុំនេះស្រាប់តែបានឮសំឡេងគេស្រែកហៅគឺឮមកពីខាងក្រោយផ្ទះពេលនេះខ្ញុំបានដេញកូនប្រុសច្បងរបស់ខ្ញុំឲ្យចេញទៅមើលចង់ដឹងថានរណាគេរកអីដល់អញ្ចឹងទៅកូនប្រុសរបស់ខ្ញុំក៏សួរមកខ្ញុំវិញថាអ្នកណាស្រែកអីខ្ញុំអត់ឮអីផងនឹងចំណែកប្តីខ្ញុំក៏បានបន្ថែមភ្លាមមកផងដែរថាឯងស្ដាប់ច្រឡំទេដឹងពួកយើងអត់មានឮអ្នកណាស្រែកហៅអីនោះទេខ្ញុំមិនបានប្រកែកអ្វីជាមួយពួកគាត់ឡើយព្រោះអីមុននេះខ្ញុំពិតជាបានឮគេស្រែកមែនគឺគេស្រែកថាបងគឺឮដល់ទៅ2ដងឯណោះដល់អញ្ចឹងខ្ញុំក៏ដើរចេញទៅមើលដោយខ្លួនឯងពេលក្រឡេកមើលទៅខាងក្រោយខ្ញុំស្រាប់តែបានឃើញនរណាម្នាក់កំពុងតែឈរនៅក្រោមដើមអំពិលដោយគេនឹងស្លៀកសម្លៀកបំពាក់ពណ៌សអញ្ចឹងហើយទើបធ្វើឲ្យខ្ញុំមើលឃើញព្រាលក្នុងវេលាប្រលប់បែបហ្នឹងខ្ញុំបានដើរសម្ដៅទៅដើមអំពិលជាមួយនឹងអារម្មណ៍ចម្លែកបន្តិចព្រោះមើលមិនយល់សម្គាល់មិនបានថាជានរណាឡើយហើយចិត្តមួយគិតថាជាអ្នកភូមិដែលគេមករកសំបេះអំពិលយកទៅស្លហើយចិត្តមួយទៀតគិតថាដូចមិនមែនមនុស្សទេខ្ញុំដើរបែបលបបណ្ដើរស្រែកសួរម្នាក់នោះបណ្ដើរថាមានការអីដែរអូនមករកអីថ្មហ្នឹងប៉ុន្តែបន្ទាប់ពីសួរហើយម្នាក់នោះគេមិនឆ្លើយអ្វីនឹងខ្ញុំទេដល់អញ្ចឹងអារម្មណ៍ភ័យខ្លាចក៏បានកើតមានឡើងកាន់តែខ្លាំងហើយប្រហែលស្លងអារម្មណ៍ពេកក៏មិនដឹងភ្លាមនោះស្រាប់តែមានដៃមួយបានលូកមកដាក់ពីលើស្មារបស់ខ្ញុំវាធ្វើឲ្យខ្ញុំភ្ញាក់ខ្លាំងមែនទែនប៉ុន្តែនោះគឺជាប្តីខ្ញុំទេគាត់សួរខ្ញុំថាហូបបាយសុកសោះហើយមិនបានចេញមករកស្អីនៅទីនេះទៅវិញឯងហៅឡើង3-4ម៉ាត់ទៅហើយអត់មានធ្វើលឺអីបន្តិចរៀបនឹងចង្អុលប្រាប់ប្តីនៅអ្វីដែលបានឃើញមុននេះពេលងាកទៅបែរជាបាត់មិនឃើញម្នាក់នឹងនៅក្រោមដើមអំពិលទាល់តែសោះដឹងសភាពការថាវាមិនសូវស្រួលខ្ញុំក៏ប្រញាប់ដឹកដៃប្តីរត់ទៅផ្ទះវិញយ៉ាងលឿនពេលហ្នឹងខ្ញុំមិនបាននិយាយអ្វីលម្អិតប្រាប់ប្តីនោះទេគ្រាន់តែប្រាប់គាត់ថាខ្ញុំនេះប្រហែលជាត្រូវខ្មោចលងហើយពេលហ្នឹងម្នាក់បើកភ្នែកធំព្រោះតែភ្ញាក់ផ្អើលនឹងអ្វីដែលខ្ញុំនិយាយចំណែកកូនរបស់ខ្ញុំពួកគេក៏នាំគ្នាចូលទៅសង្ងំគេងដែលមិនបានងូតទឹកឡើយយប់នឹងដដែលម៉ោងប្រហែល 11:12 ខណៈដែលខ្ញុំសង្ងំគេងមិនលក់សំឡេងគេស្រែកហៅថាបងនឹងក៏បានបន្លឺឡើងចេញពីក្រោយផ្ទះម្ដងទៀតឮហើយធ្វើឲ្យខ្ញុំព្រឺក្បាលខ្លាំងមែនទែនតែយ៉ាងណាចិត្តខ្លាចក៏ពិតមែនប៉ុន្តែពេលហ្នឹងខ្ញុំបែរជាហ៊ានដើរទៅបើកងួចមើលប៉ុន្តែនៅខាងក្រោយគឺអត់ឃើញមានអ្វីគួរឲ្យកត់សម្គាល់ទេលុះដើរត្រឡប់មករកគ្រែវិញខ្ញុំស្រាប់តែបានឮសំឡេងមនុស្សស្រីស្រែកពីក្រោយផ្ទះមកជាថ្មីម្ដងទៀតថាឲ្យលុយខ្ញុំវិញខ្ញុំមិនដឹងថាលោកអ្នកស្ដាប់ជឿឬអត់ទេតែខ្ញុំពិតជាឮបែបហ្នឹងមែនអាចថាខ្មោចលងទៅវាបំភាន់ឬក៏សណ្ដំឲ្យខ្ញុំឮបែបហ្នឹងក៏ថាបានភ្លាមខ្ញុំក៏រៀបចំដុតធូបប្តឹងផ្ដាល់ទៅដល់ជំនាញផ្ទះសូមឲ្យគេជួយការពារដើម្បីកុំឲ្យមានសភាវៈអាក្រក់ចូលមកដល់ខាងក្នុងហើយខ្ញុំក៏បាននិយាយទៅកាន់ជំនាញផ្ទះផងដែរថាបើសិនជាមានគេចង់ចូលឬក៏មករកទារលុយសូមជួយប្រាប់គេផង
ថាព្រឹកស្អែកឡើងចាំខ្ញុំយកទៅឲ្យយប់នោះខ្ញុំបានគេងយល់សពឃើញប្អូនស្រីដែលមកម៉ៅអំពិលហ្នឹងមកឈរយំនៅមុខផ្ទះហើយនិយាយថាបងឯងជួយយកលុយទៅឲ្យប្តីខ្ញុំផងព្រោះលុយហ្នឹងខ្ញុំខ្ចីគេទេមិនទាន់នឹងបានឆ្លើយឆ្លងអ្វីផងរូបរាងគាត់នឹងក៏រលាយបាត់ទៅដល់ពេលភ្ញាក់ពីគេងមកក៏ឃើញថាមេឃភ្លឺទៅហើយដល់អញ្ចឹងខ្ញុំក៏ប្រញាប់យកលុយទៅសងគេតាមអ្វីដែលបានសន្យាហើយចាប់តាំងពីពេលនោះមកខ្ញុំមិនដែលបានជួបអ្វីចម្លែកបន្តទៀតឡើយបាទរឿងរបស់អ៊ំស្រីក៏បានមកដល់ទីបញ្ចប់ហើយអរគុណលោកអ្នកដែលបានចំណាយពេលស្ដាប់សូមគោរពលាជួបគ្នាវីដេអូក្រោយ